គោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ឧត្តមវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹង Admin ហើយថ្ងៃនេះខ្ញុំលើកយកសាច់រឿងបែបអប់រំមួយដែលបានដកស្រង់ពីទស្សនវិជ្ជាជីវិតជាក់ស្ដែងហើយរឿងនោះគឺមានចំណងជើងថាស្រមោលនៃកំហុសឬមួយក៏បងថ្លៃប្អូនថ្លៃបានតាក់ទងគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់ជាមួយនឹង Admin ទាំងអស់គ្នាតែម្ដងទៅតែបើបានស្ដាប់ហើយសូមកុំភ្លេចជួយចុច like រួចចុច Subscribe បើពាក្យខ្មែរប្រៀបមានថាពាក្យជាវដើម្បីទទួលបាននៅវីដេអូថ្មីទៀតពីខ្ញុំបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់ដូចតទៅផ្ដើមនៃសាច់រឿងដំបូងមានប្តីប្រពន្ធ2នាក់ម្នាក់មានឈ្មោះថាសុខាជាប្តីឯចិន្តាជាប្រពន្ធពួកគាត់ទាំងពីរបានរៀបការជាមួយគ្នារយៈពេល3ឆ្នាំមកហើយសុខាគឺជាប្តីដែលតែងតែខិតខំធ្វើការយ៉ាងខ្លាំងព្រោះចង់ឲ្យគ្រួសារមានជីវភាពធូរធារអញ្ចឹងណាហើយគាត់ក៏ចេញទៅធ្វើការនៅខេត្តឆ្ងាយជាញឹកញាប់ការចាកចេញជាប្រចាំរបស់សុខាធ្វើឲ្យចិន្តាជាប្រពន្ធហ្នឹងណាមានអារម្មណ៍ថាសោកការនិងទទួលភាពស្ងៀមស្ងាត់នៅក្នុងផ្ទះខ្លាំងមែនតែនអញ្ចឹងសុខាហ្នឹងគាត់ដើម្បីថាឲ្យមានអ្នកជួយមើលថែប្រពន្ធកុំឲ្យប្រពន្ធនៅតែម្នាក់ឯងសុខាហ្នឹងគាត់ក៏បានពឹងវិបុលដែលជាប្អូនប្រុសបង្កើតរបស់គាត់ឲ្យមកស្នាក់នៅផ្ទះជាមួយដើម្បីមើលការខុសត្រូវខ្លះហើយវិបុលដែលជាយុវជនម្នាក់ដែលមាននិស្ស័យហើយក៏រុះរាយរាក់ទាក់មិនចេះឆ្មើងឆ្មៃក៏យកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនអីចឹងណាហើយដំបូងឡើយហ្នឹងការតំណាក់តំណងរវាងចិន្តានិងវិបុលគ្រាន់តែជាការតំណាក់តំណងបងថ្លៃនិងប្អូនថ្លៃទេវិបុលនិងចិន្តាគាត់គោរពគ្នាទៅវិញទៅមកហើយការរស់នៅក្រោមផ្ទះតែមួយឬមួយក៏ដំបូលតែមួយណាការហូបចុករួមគ្នានិងការសន្ទនាគ្នាជារៀងរាល់យប់ហ្នឹងក៏បានធ្វើឲ្យមានភាពស្និទ្ធស្នាលនេះប្រែប្រួលបន្តិចម្ដងអញ្ចឹងបងប្អូនដឹងស្រាប់ហើយគិតសាកសម័យមើលធម្មតាសម្អោចនៅក្បែរស្ករបើមិនស៊ីស្ករមានតែចម្លែកអញ្ចឹងណាបងប្អូនរឿងហ្នឹងគឺវាអញ្ចឹងដល់ពេលនិយាយរកគ្នារាល់យប់អញ្ចឹងទៅអាភាពស្រេកឃ្លានស្និទ្ធស្នាលរបស់វិបុលហ្នឹងក៏បានតាក់ទាញចិត្តទាំងវិបុលទាំងចិន្តាហ្នឹងឲ្យពួកគាត់ទាំងពីរឈានចូលទៅដល់ការហួសព្រំដែនដោយមិនដឹងខ្លួនអញ្ចឹងបងប្អូនហើយនៅរាត្រីមួយមានភ្លៀងធ្លាក់យ៉ាងខ្លាំងសុខាក៏បានខកខានមិនបានត្រឡប់មកផ្ទះវិញតាមការកំណត់ដែលគាត់បានសន្យាមួយប្រពន្ធថាថ្ងៃប៉ុណ្ណេះបងត្រឡប់មកវិញអញ្ចឹងណាតាមពិតថ្ងៃហ្នឹងគឺគាត់អត់បានមកទេព្រោះអីភ្លៀងវាលិចផ្លូវលិចអីអស់ហើយដោយសារតែគាត់ទៅធ្វើការនៅឆ្ងាយអញ្ចឹងណាហ្នឹងហើយរាត្រីពេលហ្នឹងចិន្តាក៏បានអង្គុយញ៉ាំស្រាបន្តិចបន្តួចដើម្បីកាត់បន្ថយភាពអបសុខរបស់គាត់ពេលនោះវិបុលគាត់ឃើញចិន្តាអង្គុយញ៉ាំស្រាតែម្នាក់ឯងគាត់ទៅចូលអង្គុយក្បែរក៏និយាយលេងលួងលោមអីចឹងណាថាកុំចាំផ្លូវបងអីបងគាត់ត្រឡប់មកវិញទេយើងហាប់ចូលទៅដេកហើយពួកគាត់ទាំងពីរក៏បាននាំគ្នាហូបស្រាបន្តិចបន្តួចហើយសន្ទនាគ្នាក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ចឹងណាផ្សំជាមួយនឹងអារម្មណ៍ស្រវឹងនិងភាពទន់ជ្រាយរបស់សុខាសំទោសចិន្តាក៏នឹកឃើញមានអារម្មណ៍នោះមួយអញ្ចឹងបងប្អូនយល់ហើយអារម្មណ៍អីគេអូប្រិមិត្តស្ដាប់នេះគាត់ថា admin និយាយពាក្យច្អូសឆ្អាសអីទៀតហើយមើលទៅបងប្អូនស្ដាប់ឲ្យចប់រឿងហ្នឹងពេលដែលពួកគាត់មើលមុខគ្នាយូរក៏បានទទួលអារម្មណ៍ក្តីស្រឡាញ់យូរក៏ហួសព្រំដែននៃសិលធម៌ត្រូវបានលុបបាត់អស់អញ្ចឹងណាលុបបាត់យ៉ាងម៉េចបងប្អូនគឺលុបបាត់ភាពថាបងប្អូនថ្លៃនឹងគ្នាអញ្ចឹងណាគឺបាត់អស់ហើយពួកគេពេលនោះភ្លើងស្នេហ៍ដែលឆាបឆេះពេញអរ៉ារៀងខ្លួនក៏បានឆេះឡើងឬមួយក៏ភ្លើងតណ្ហាអញ្ចឹងណាបងប្អូនហើយពួកគាត់ទាំងពីរក៏បាននាំគ្នាប្រលត់ភ្លើងនោះឲ្យរលត់ក្នុងពេលនឹងតែម្ដងទៅព្រោះអីគេថាចំណងទល់នឹងចំណងភ្លើងតណ្ហាទល់នឹងភ្លើងតណ្ហាតយកតណ្ហានឹងតណ្ហាមកប្រលត់បានវារលត់សัตว์បាត់ទៅពួកគាត់ទាំងពីរបានតំណាក់តំណងគ្នាស៊ីជម្រៅមួយយប់ពេលព្រឹកឡើងបន្ទាប់ពីអារម្មណ៍ពួកគាត់បានរលត់ជ្រុលជ្រើផុតបាត់ទៅពួកវិបុលគាត់មានកំហុសដឹងថាគាត់មិនគួរធ្វើរឿងបែបនេះដាក់បងថ្លៃរបស់គាត់ទេចំណែកឯចិន្តាវិញគាត់មកអង្គុយក្តាប់មុខគឺគាត់អត់ហ៊ានសម្លឹងមើលរូបថត
ដែលគាត់បានរៀបការជាមួយនឹងសុខាទេដោយសារតែគាត់អៀនเนาะហើយគាត់ក៏មិនគួរធ្វើរឿងបែបហ្នឹងតែអញ្ចឹងគាត់អត់ហ៊ានមើលរូបថតរបស់ប្តីគាត់ចំទេដោយសារតែគាត់នឹកឃើញរឿងពីយុគមិញពេលល្ងាចក៏បានមកដល់សុខាក៏បានត្រឡប់មកពីធ្វើការវិញហើយស្នាមញញឹមហើយនៅក្នុងដៃរបស់សុខាក៏មានកាដូផងដែរស្នាមញញឹមរបស់សុខាគឺពោពេញដោយភាពជឿជាក់ប៉ុន្តែគាត់គឺមិនដឹងទេថាវិបុលដែលជាប្អូនប្រុសរបស់គាត់បង្កើតបានប្រព្រឹត្តអំពើខុសឆ្គងមួយពេលដែលភាពទន់ជ្រាយបានคล้ายទៅជាបន្លាវុធយ៉ាងស្រួយបោះចំទ្រូងអ្នកទាំងពីរវិបុលនិងចិន្តាហើយពួកគេក៏ដឹងថាភ្លើងដែលគាត់ប្រព្រឹត្តអំពើកំហុសទាំងអស់នេះនឹងឆាប់ឆេះបំផ្លាញគ្រួសាររបស់សុខានិងចិន្តាហើយនឹងបងប្អូនបង្កើតឲ្យខ្លាចទៅជាផេះអញ្ចឹងណាប្រសិនបើវិបុលនិងចិន្តាគាត់នៅបន្តរឿងផិតក្បត់ហ្នឹងហើយវិបុលគាត់គិតថាដើម្បីបញ្ចប់រឿងខ្មៅងងឹតនេះវិបុលគាត់បានសម្រេចចិត្តសុំបងចាក់ចេញទៅធ្វើការនៅខេត្តឆ្ងាយភ្លាមអញ្ចឹងណាដោយសារតែចែកផ្លូវជីវិតរស់នៅទីនោះរីឯចិន្តាវិញគាត់បានបដិញ្ញាចិត្តបានរៀបចំគំនិតឡើងវិញហើយបញ្ចប់រាល់ការទង្វើខុសឆ្គងនឹងរៀនប្រឈមមុខជាមួយនឹងផលវិបាកនិងវិប្បដិសារីហើយគាត់ក៏តាំងចិត្តថារឿងទាំងអស់ហ្នឹងចាត់ទុកថាជារឿងមួយដែលគាត់ខុសឆ្គងចំពោះប្តីឯងប៉ុន្តែសុខាគឺគាត់អត់ដឹងទេថាគាត់លួចមានទំនាក់ទំនងជាមួយនឹងប្រពន្ធរបស់គាត់ប្អូនប្រុសបង្កើតគាត់អញ្ចឹងណាហ្នឹងហើយរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយ៉ាងមិនដែរបងប្អូនគឺអំពើផិតក្បត់ហ្នឹងបើយើងចេះកែចេះអីចឹងណាប៉ុន្តែគឺរឿងនេះគឺវាពិបាកទទួលយកបើសិនជាមនុស្សប្រុសយើងបើសិនជាមនុស្សស្រីដែលមានគេបងប្រឡូកប្រឡាក់អញ្ចឹងហើយគឺមនុស្សប្រុសយើងមិនអាចទទួលយកបានទេអញ្ចឹងបើសិនជាយើងមានកូនបើយើងគាត់ធ្វើខុសកំហុសម្ដងយើងលើកលែងទោសឲ្យហើយក្រោយមកទៀតក៏យើងមានកូនមានអីក៏យើងអាណិតកូនអាណិតអីដែរអញ្ចឹងណាហ្នឹងហើយខ្ញុំអត់មានអីវិនិច្ឆ័យឬមួយក៏នេះទេសម្រាប់ខ្ញុំសូមមកបងប្អូន comment បញ្ចេញយោបល់ចុះតើរឿងហ្នឹងវាបែបណាអីបែបណីអញ្ចឹងណាបងប្អូនហ្នឹងហើយខ្ញុំគឺមានតែប៉ុណ្្នឹងទេខ្ញុំក៏មានតែម្រាមដៃ10ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតខ្ញុំបាទ admin ឧត្តមក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ